នឹងឲ្យសួស្តីបងប្អូនទាំងអស់គ្នាបាទក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការចូលមកកាន់វីដេអូរបស់ខ្ញុំពេលនេះនឹងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការអាប់ដេតជាមួយនឹង Soso ដោយវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការ connect VLAN ដោយវីដេអូមុនគឺខ្ញុំបានធ្វើការបង្ហាញពីរបៀបនៃការចុចឈ្មោះឬក៏របៀបនៃការសន្សំ point រួចម្ដងមកហើយនិយាយទៅមិនមែនម្ដងទេគឺមានច្រើនហើយតាំងពី season 1ឥឡូវនេះការសន្សំរបស់យើងគឺនៅក្នុង season 2ណាអញ្ចឹងខ្ញុំសូមរំលឹកឡើងវិញបន្តិចសម្រាប់ season 1គឺគេបានធ្វើការបែងចែកនៅ airdrop ហើយដោយ airdrop នៅពេលដែលគេបែងចែកនៅក្នុង season 1ហ្នឹងគឺមានបងប្អូនខ្លះគាត់ទទួលបានទឹកប្រាក់បាទចាប់ពី100បងប្អូនខ្លះទទួលបានច្រើនគឺខ្ទង់រាប់ពាន់អញ្ចឹងទៅណាហ្នឹងអញ្ចឹងបងប្អូនគ្នានេះគឺជាវីដេអូនៃការ connect VLAN អញ្ចឹងសម្រាប់អ្នកដែលបានធ្វើការចុះឈ្មោះបាទថ្មីនេះហើយអ្នកនរគ្នាមិនទាន់បានធ្វើការ connect VLAN ណាអ្នកនរគ្នាអាចមើលវីដេអូនៃការបង្ហាញរបស់ខ្ញុំនេះហើយសម្រាប់អ្នកដែលមិនទាន់បានធ្វើការចុះឈ្មោះទេហើយចង់សាកល្បងក្នុងការចុះឈ្មោះអ្នកទាំងអស់គ្នាអាចសាកល្បងចុះឈ្មោះតាមរយៈបាទ link ដែលខ្ញុំបានដាក់នៅខាងក្រោមនៃវីដេអូនេះហើយសម្រាប់អ្នកដែលមិនទាន់ចេះធ្វើការចុះឈ្មោះជាមួយនឹង Soso នេះសោះណាខ្ញុំក៏មានវីដេអូរបៀបនៃការបង្កើតឬក៏របៀបនៃការចុះឈ្មោះដែលខ្ញុំដាក់នៅខាងក្រោមនៃវីដេអូនេះដូចគ្នាអញ្ចឹងពាក់ព័ន្ធទៅលើ app នេះគឺយើងអាចធ្វើការសន្សំបន្ទុកដើម្បីដូរទៅជា token ហើយនៅពេលដែលគេបែងចែក airdrop យើងអាចចូលធ្វើការ claim បានហើយនេះគឺជា app មួយដែលយើងអាចធ្វើការមើលនៅតម្លៃនៃកាក់នីមួយៗបាននេះគឺជាកាក់ដែលបានធ្វើការបង្ហាញនៅតម្លៃនេះក៏ព័ត៌មានផ្សេងៗគឺមាននៅលើ app Soso នេះហើយអ្នកនរគ្នាអាចប្រើប្រាស់ដើម្បីមើលនៃតម្លៃកាក់នីមួយៗបាននៅក្នុងហ្នឹងណាបាទគឺមានច្រើននៅក្នុងហ្នឹងហើយអញ្ចឹងពាក់ព័ន្ធទៅលើការបែងចែកបាទនៅ token នេះសម្រាប់ app នេះគេបានបញ្ជាក់ដែរបាទគឺគេនឹងធ្វើការបែងចែកប្រហែលជានៅក្នុង Cube 1បាទឆ្នាំ2026អញ្ចឹងមានន័យថាប្រហែលជាក្នុងខែ1ខែ2ឬខែ3ហ្នឹងហើយណាបាទអញ្ចឹងយើងមានពេលមិនច្រើនណាស់ណាទេសម្រាប់អ្នកនរគ្នាចង់សាកល្បងអាចធ្វើការចុះឈ្មោះធ្វើការសន្សំទៅព្រោះយើងអត់មានចាយលុយទៅលើវាឡើយអូខេអញ្ចឹងឥឡូវយើងចូលមកកាន់រឿងយើងនេះគឺជាវីដេអូរបៀបនៃការ connect អញ្ចឹងដើម្បីធ្វើការ connect wallet បានអ្នកនរគ្នាអាចធ្វើការបង្កើតនៅ Bitget wallet នេះទៅសម្រាប់ Bitget wallet គឺខ្ញុំបានធ្វើការបង្ហាញពីរបៀបនៃការបង្កើតរួចរាល់ហើយយើងមាន Bitget wallet ក៏បានមាន OKX wallet ក៏បានឬក៏មាន wallet ផ្សេងច្រើនទៀតយើងប្រើមួយណាក៏បានដែរអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជាមួយនឹង Bitget wallet ឥឡូវដើម្បីធ្វើការ connect នេះអ្នកនរគ្នាត្រូវចូលមកកាន់ Coin Market Cap សិនណានេះគឺ Coin Market Cap យើងត្រូវចូលទៅរកបាននៅកាក់មួយដែលមានឈ្មោះថា Soso ហ្នឹងនេះបាទគឺ Soso ឥឡូវនេះតម្លៃគឺជាង70សេនណាបាទគឺរៀងធ្លាក់ដែរអញ្ចឹងយើងចុចទៅលើនឹងមកដើម្បីធ្វើការ add នៅ network ជាមុនសិនអញ្ចឹងយើងអស់ឡើងលើនេះយើងចុចទៅលើពាក្យថា about នេះមកបាទយើងចុចទៅលើនឹងមកហើយបន្តមកទៀតយើងអស់ឡើងលើបន្តិចយើងនឹងឃើញពាក្យថា contract ណាយើងចុចទៅលើនឹងមកបន្តមកយើងនឹងឃើញនេះគឺជាយើងអាចយកនៅ address ហ្នឹងយកទៅធ្វើការ add ចូលទៅកាន់បាទ Bitget wallet របស់យើងណាអញ្ចឹងយើងចុចឥឡូវទៀតថាយើងចុច network Ethereum ខាងលើសិនខ្ញុំឧទាហរណ៍ណាអញ្ចឹងយើងចុច copy រួចរាល់ហើយយើងចូលមកកាន់ Bitget wallet បាទហើយបន្តមកយើងចូលមកកាន់ wallet ហើយយើងអស់ឡើងលើឬក៏យើងទាំងអស់គ្នានេះយើងនឹងឃើញកន្លែងនេះណាកន្លែងសញ្ញាបូកនេះយើងចុចទៅលើសញ្ញាបូកនឹងមកអូខេបន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញខាងលើនេះយើងតាំងក៏ប៉ុន្តែយើង search ពាក្យថា Soso ក៏យើងឃើញដែរណា Soso ក៏ឃើញដែរប៉ុន្តែគ្រាន់ថាយើងជួនកាលយើងជៀសវាវៀងពីការ scam ទៅលើtoken ណាមួយអញ្ចឹងណានេះយើងអាចចុចបើកអញ្ចឹងទៅបើមិនអញ្ចឹងទេយើងអាចចុចទៅលើពាក្យថា add token នេះមកបាទហើយយើងរើស network ហ្នឹងមកមិញព្រោះយើង copy មិញ copy នៅ network Ethereum អញ្ចឹងណាអញ្ចឹងយើងផាសអានេះមកសកត់ផាសមកបន្ទាប់មកយើងចុចទៅលើពាក្យថា confirm ណាបាទដោយសារតែខ្ញុំបានធ្វើការ add រួចរាល់ហើយណាអ្នកនរគ្នាអាចធ្វើការ add វាទៅណាអូខេអញ្ចឹងខ្ញុំសង្ឃឹមអ្នកនរគ្នានឹងយល់អញ្ចឹងបន្ទាប់ពីយើងធ្វើការបើកហើយយើងចូលទៅ copy បាទម្ដងទៀតមកបាទនេះខាងក្រោមនេះណាបាទ base network base យើងចូលមកហើយយើងរើសធ្វើដូចមិញហ្នឹងយើងចុចទៅលើនេះមកយើងរើសបាទ network base ខាងក្រោមនេះហើយបន្ទាប់មកយើងផាសនៅ address ថ្មីបញ្ចូលមកអូខេផាសមកយើងចុចទៅវាថា confirm ទៅហើយបន្ទាប់មកអ្នកនរគ្នាគ្រាន់តែបើកនេះកន្លែងនេះឃើញយើងបើកឯងហើយបើខាងលើនេះបាទគឺអត់បើកទេអញ្ចឹងណាបាទគឺអត់បើកទេអញ្ចឹងយើងគ្រាន់តែធ្វើការបើកមកអ្នកនរគ្នានឹងឃើញនេះគឺ Soso គឺនៅខាងក្រោមនេះតែម្ដងអូខេអញ្ចឹងយើងបានធ្វើការ add network រួចរាល់ហើយបន្ទាប់មកយើងចូលមកកាន់នេះយើងវិញណាចូលមកកាន់
social អូខេបន្តមកទៀតអ្នកនរគ្នាយើងត្រូវចុចខាងលើនេះសញ្ញាត្រី3នេះអូខេបន្តមកទៀតយើងនឹងឃើញពីថា profile យើងចុចទៅលើ profile តិចទៀតខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការបាទ earn នៅ point តិចណាព្រោះបងប្អូនខ្លះប្រហែលជាអត់ទាន់ចេះ earn ទេអញ្ចឹងខ្ញុំបង្ហាញពីរបៀបនៃការ connection បន្ទាប់ពីយើងចុចកន្លែងហ្នឹងយើងចូលមកដល់ទម្រង់នេះយើងចុចទៅលើថា edit អូខេចុចទៅលើ edit បន្ទាប់មកអ្នកនរគ្នាអាចធ្វើការចុចលើ edit នេះយើងអាច edit ឈ្មោះឬក៏យើងដាក់នៅរូបភាពរបស់យើងបានណាបាទហើយនៅក្នុងនេះក៏មាន social media ផ្សេងទៀតដែរដើម្បីឲ្យអ្នកនរគ្នាបានធ្វើការមើលនៅព័ត៌មានផ្សេងៗអញ្ចឹងណាអូខេអញ្ចឹងអ្នកនរគ្នាខ្ញុំអាចអូសឡើងលើបន្តិចយើងឃើញខាងលើនេះយើងនឹងឃើញពីថា connected ណាអញ្ចឹងយើងបានធ្វើការ connect ជាមួយនឹង email របស់យើង email អាចផ្លាស់ប្ដូរបានដែរហើយនៅខាងក្រោមមានដូចជាលេខទូរស័ព្ទដៃ Gmail Telegram បាទ X ឬក៏បាទ wallet ដែរអញ្ចឹងអ្នកនរគ្នាសម្រាប់ X យើងត្រូវតែធ្វើការ connect ដើម្បីធ្វើការសន្សំបន្ទុកបើសិនជាយើងអត់ connect ជាមួយនឹង X ទេអ្នកនរគ្នានឹងមិនអាចធ្វើការសន្សំបន្ទុកបានឡើយណាអញ្ចឹងពាក់ព័ន្ធទៅលើរបៀបនៃការបង្កើត X អីខ្ញុំក៏បានធ្វើការដាក់ link នៅខាងក្រោមនៃវីដេអូនេះដូចគ្នាតែឥឡូវយើងចូលមកកាន់ការ connect wallet អ្នកនរគ្នាអាចចុចទៅលើ connect បាទកន្លែងនេះបាទហើយបន្តមកទៀតអ្នកនរគ្នាអាចធ្វើការរងចាំកន្លែងនេះដើម្បីឲ្យធ្វើការ verify បាទអញ្ចឹងយើងចុចមកបាទចុចធ្វើម៉េចឲ្យកន្លែងនេះគ្រីសបាទឥឡូវគឺ success ហើយណាបាទនៅពេលដែល success ហើយអ្នកនរគ្នាអាចចុចទៅលើបឋាបាទ send បាទ verification code យើងចុចកន្លែងហ្នឹងមកបន្ទាប់មកគេនឹងផ្ញើកូដចំនួន6ខ្ទង់ចូលទៅកាន់ email ខាងលើនេះណាបាទឥឡូវនេះ load មកនេះបាទគឺខាងលើនេះអញ្ចឹងខ្ញុំចេញកន្លែងហ្នឹងខ្ញុំចូលមកកាន់ Gmail របស់ខ្ញុំបាទបន្ទាប់មកនេះបាទប្រអប់សារ social យើងចុចកន្លែងហ្នឹងនេះគឺជាកូដអញ្ចឹងខ្ញុំសកត់មកហើយខ្ញុំ copy អ្នកនរគ្នាចម្លងម្ដងមួយក៏បានដែរណាអញ្ចឹងខ្ញុំចេញពីកន្លែងហ្នឹងខ្ញុំចូលមកកាន់ social វិញខ្ញុំប៉ះកន្លែងនេះហើយខ្ញុំផាសនេះបាទ address លេខហ្នឹងអូខេអញ្ចឹងគឺកំពុងតែដំណើរការអ្នកនរគ្នាអាចធ្វើការរងចាំអញ្ចឹងបន្ទាប់មកខ្ញុំចុចទៅលើវាថាបាទអ្នកនរគ្នានឹងឃើញ wallet ជាច្រើនមានទាំង OKX មានទាំង Bybit អីអញ្ចឹងណាអញ្ចឹងខ្ញុំចុចទៅលើបាទ Bitget wallet ខាងលើសិនបាទបន្ទាប់មកអ្នកនរគ្នាអាចធ្វើការរងចាំបន្តិចបាទនេះយើងនឹងចូលមកកាន់ទម្រង់នេះហើយយើងចុចទៅលើវាថាបាទ connect នេះ connect wallet យើងចុចកន្លែងហ្នឹងអូខេបន្ទាប់មកខ្ញុំចុចទៅលើវាថា continueអូខេខ្ញុំធ្វើការដោះនៅម្រាមដៃបាទ scan ម្រាមដៃអូខេអ្នកនរគ្នាគឺ load នេះហើយបាទគឺ success ហើយបាទអញ្ចឹងយើងអាចចុចទៅលើថា return to website ក៏បានឬក៏ stay in wallet នេះក៏បានដែរណាអញ្ចឹងខ្ញុំចុចខាងលើតែម្ដងទៅដើម្បីធ្វើការមើលបាទដំណើរការរបស់វាអ្នកនរគ្នាអាចរងចាំសិនអូខេអ្នកនរគ្នាឥឡូវគឺជោគជ័យតែម្ដងបាទពាក់ព័ន្ធទៅលើការ connect wallet នេះគឺជោគជ័យហើយណាអញ្ចឹងបើសិនជាអ្នកនរគ្នាមិនបានធ្វើការ add wallet និយាយទៅ add address បាទពាក់ព័ន្ធទៅលើបាទ network របស់វាចូលមកទេគឺអ្នកនរគ្នានឹងមិនអាចធ្វើការ link បានឡើយអញ្ចឹងការ link របស់ខ្ញុំនេះគឺទទួលបានជោគជ័យហើយបន្តមកទៀតអ្នកនរគ្នាអាចធ្វើការ link ជាមួយនឹង X បាទ Telegram បាទ Google លេខទូរស័ព្ទអញ្ចឹងអ្នកនរគ្នាខាងលើនេះយើងមិនចាំបាច់ធ្វើការ connect ក៏បានដែរឬក៏យើងចង់ធ្វើការ connect គឺជារឿងរបស់យើងព្រោះខ្ញុំមាន2 account ដែរ account ទី1គឺខ្ញុំមិនបានធ្វើការ connect អស់ទេអញ្ចឹងឥឡូវឧទាហរណ៍ថាពាក់ព័ន្ធទៅលើ Google នេះអញ្ចឹងខ្ញុំចុចទៅលើ Google ចុចទៅលើ connect បាទអញ្ចឹងបន្ទាប់មកយើងធ្វើការរើសមកបាទថាយើងមាន email ណាអញ្ចឹង email របស់ខ្ញុំខាងក្រោមនេះណាខ្ញុំចុច email ដើម្បីធ្វើការ connect អញ្ចឹងខ្ញុំចុចទៅលើ connect មកបាទនិយាយទៅគឺយើងអាចធ្វើការ connect វាបាទនេះគឺជោគជ័យណាអ្នកនរគ្នាឃើញហីបាទគឺ load គ្រីសហ្នឹងគឺជោគជ័យហើយបន្ទាប់មកខ្ញុំធ្វើការបង្ហាញជាមួយនឹង X បន្តិចណាខ្ញុំចុចទៅលើ connect មកអូខេបន្ទាប់មកអ្នកនរគ្នាអាចធ្វើការរងចាំបន្តិចបន្ទាប់មកអ្នកនរគ្នាទាំងក៏ប៉ុតទៅកន្លែងនេះX មិញហ្នឹងគឺខ្ញុំបានធ្វើការ connect រួចរាល់ហើយណាខ្ញុំបានធ្វើការ connect ជាមួយ account ផ្សេងដោយសារតែ account នេះគឺជា account ដែលខ្ញុំគ្រាន់តែធ្វើការបង្ហាញតែប៉ុណ្ណោះទាំងក៏ប៉ុតនៅពេលដែលអ្នកនរគ្នាចុចទៅលើ connect ទៅគឺវានឹង connect ឲ្យយើងគ្រាន់តែចុចទៅលើវាថា confirm ទៅហើយត្រង់ចំណុចនេះបើសិនជាអ្នកនរគ្នានៅតែមិនយល់បាទពីរបៀបនៃការ connect ជាមួយ X ទេអ្នកនរគ្នាអាចធ្វើការឆាតមកកាន់ខ្ញុំតាមរយៈបាទ Telegram ដែលខ្ញុំបានធ្វើការដាក់ link បាទនេះខ្ញុំសូមបង្ហាញតិចសិនអ្នកនរគ្នាអាចចូលមកកាន់ YouTube របស់ខ្ញុំបាទចូលមកកាន់ YouTube ហើយអ្នកនរគ្នាអាចចុចទៅលើនេះណាកន្លែងនេះមកអូខេចុចទៅហ្នឹងហើយអ្នកនរគ្នាអាចអូសឡើងមកអ្នកនរគ្នានឹងឃើញហើយ Telegram របស់ខ្ញុំខាងលើនេះគឺ Telegram Channel អ្នកនរគ្នាអាច join Telegram Channel នេះដើម្បីតាមដាននៅព័ត៌មានផ្សេងៗហើយនេះគឺជា Telegram admin មានថា Telegram នេះគឺជា Telegram របស់ខ្ញុំហើយខាងក្រោមគឺជា Facebook របស់ខ្ញុំហើយអ្នកនរគ្នាក៏អាចតាមដានខ្ញុំតាមរយៈ X អ្នកនរគ្នាអាចតាក់ទងមកខ្ញុំតាមរយៈបាទ social media ទាំងអស់ហ្នឹងណាអូខេអញ្ចឹងឥឡូវយើងចូលមកកាន់រឿងយើងវិញអ្នកនរគ្នាប្រហែលជាបានយល់កន្លែងហ្នឹងហើយណាបាទយើងអាចចុច connect ទៅបើសិនជាជួនកាលវាអ
ឲ្យយើង confirm ទេអ្នកនរគ្នាត្រូវតែធ្វើការបំពេញនៅ email និង password ដែលបានធ្វើការ create ជាមួយនឹង X account នេះណាហើយសម្រាប់ Telegram មិនចាំបាច់ធ្វើការ connect ក៏បានដែរតែបើសិនជាអ្នកនរគ្នាចង់ធ្វើការ connect អាចធ្វើការ connect ទៅតាមហ្នឹងទៅតែឥឡូវនៅត្រង់ចំណុចនេះរួចរាល់ហើយព្រោះនៅពេលដែលយើងធ្វើការ claim លុយគឺយើងមាន wallet ហ្នឹងដើម្បីទទួលហើយប៉ុន្តែអ្នកនរគ្នាត្រូវចាំជាមួយនឹង wallet ដែលយើងបានធ្វើការ connect គេលោបងប្អូនខ្លះមាន wallet ច្រើនហើយភ្លេចអញ្ចឹងណាគឺវាពិបាកដែរអូខេអញ្ចឹងឥឡូវយើងចេញពីកន្លែងហ្នឹងបាទនៅពេលដែលចេញកន្លែងហ្នឹងអ្នកនរគ្នាខ្ញុំចូលមកកន្លែង HP បាទខ្ញុំសូមមកបង្ហាញកន្លែងនេះតិចសិនណានេះគឺជា HP ដែលយើងសន្សំយើងចូលមកគឺយើង claim ប្រចាំថ្ងៃនេះបាទគឺយើងទទួលបានប៉ុណ្្នេះដែរបាទហើយបន្តមកអ្នកនរគ្នាអាចធ្វើការមើលនេះហ្នឹង X បាទ X ហ្នឹងគឺយើងចុចទៅលើ follow ហ្នឹងមកអូខេអ្នកនរគ្នាឃើញបាទអញ្ចឹងយើងអាចធ្វើការ follow មកហើយយើងចេញពីកន្លែងហ្នឹងហើយយើងចូលមកកន្លែងនេះបាទ X follow នេះទៀតបាទអញ្ចឹងយើងធ្វើការ connect ចឹងទៅណាconnect X ដើម្បីធ្វើការទទួលបាននៅបន្ទុកនេះអ្នកនរគ្នាឃើញទេណាបាទគឺយើងត្រូវរងចាំរយៈពេល1នាទីយើងនឹងឃើញពាក្យថា verify ឯណាអ្នកថ្មីគឺយើងមានកន្លែង daily test បាទមាននិយាយទៅគឺមានច្រើននៅកន្លែងហ្នឹងគឺកន្លែងដែលយើងសន្សំបន្ទុកនេះតាំងក៏ប៉ុន្តែជាទូទៅអ្នកនរគ្នាប្រចាំថ្ងៃគឺកន្លែង daily test នេះហើយណាគឺយើងចូលមកបាទគឺមានការ like ទៅលើបាទ Instagram យើងចុចចឹងទៅដើម្បីធ្វើការចុច like អីចឹងណាបាទហើយ TikTok របស់គេចុច like ទៅលើវីដេអូរបស់គេបាទ X បាទនេះគឺសិតតែ X កន្លែងមើលវីដេអូបាទអញ្ចឹងយើងគ្រាន់តែរងចាំធ្វើយ៉ាងណាក៏ដោយយើងត្រូវរងចាំនេះខ្ញុំសូមចូលមកកន្លែង banner test នេះសិននេះយើងឃើញពាក្យថា verify ឯងយើងគ្រាន់តែចុចកន្លែងហ្នឹងទៅអូខេកន្លែងនេះអ្នកនរគ្នានឹងឃើញគេឲ្យយើងធ្វើការ link ជាមួយនឹង X ណាដើម្បីទទួលបាននៅបន្ទុកទាំងអស់ហ្នឹងអញ្ចឹងអ្នកនរគ្នាយ៉ាងណាក៏ដោយគឺត្រូវតែធ្វើការ connect X ណាបាទអញ្ចឹងនៅពេលដែលយើងចុចទៅលើ verify ទៅគឺយើងនឹងទទួលបាននៅ point ហើយណាបាទអញ្ចឹងអ្នកនរគ្នាត្រូវធ្វើយ៉ាងណាលេងឲ្យបាន level យ៉ាងហើយណាក៏បាន level 2ដែរបាទយើងធ្វើការលេងទៅព្រោះដំបូងនេះគឺយើងសន្សំបានតិចនិយាយទៅពាក់ព័ន្ធទៅលើបន្ទុកតិចដែរទេដើម្បីធ្វើការឡើង level អញ្ចឹងណាហ្នឹងអញ្ចឹងអ្នកនរគ្នាសម្រាប់វីដេអូនេះខ្ញុំអត់មានអីច្រើនឡើយខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទ